ថ្ងៃនេះសូមមកឆាសណ្តែកគួរវិញម្ដងចាជាមួយសាច់ជ្រូកស្មាមកក៏បងអូនខ្ញុំអត់យកសាច់3ជាន់ទេគឺសាច់3ជាន់វាខ្លាញ់ពេលយើងយកស្មាមកវាមានខ្លាញ់ដែរតែខ្លាញ់តិចជាងបងអូនហើយសាច់វាយ៉ាងទន់ទៀតអត់ស្វិតទេហើយមុខម្ហូបនឹងដែរបងអូនគ្រួសារខ្ញុំក៏ចូលចិត្តហូបដែរអញ្ចឹងហើយថ្ងៃនេះធ្វើម្ហូបស្របគ្នាចូលហូបដូចគ្នាអញ្ចឹងត្រូវមុខម្ហូបមួយនេះចាដងអីគឺតែឆាតែស្លម្ហូបដែលគេចូលចិត្តអីហ្នឹងយើងចូលចិត្តគឺចាប់ដើមបាយហ្នឹងរៀងសហើយតែបើម្ហូបគេចូលចិត្តសោះទាំងពីរគឺបាយអស់ទាំងឆ្នាំហើយឆាសណ្តែកគួររបស់នាងខ្ញុំមិនគ្មានអីច្រើនទេបងអូនអើយសាមញ្ញទេចាហើយមុខម្ហូបនឹងដែរនាងខ្ញុំចំណាយលុយអស់តែ5000រៀលទេចាហូបបាននឹងផឹកងាយអីណោះព្រោះអីតែខ្ញុំនឹងហូបម្ហូបតិចច្រើនជាងបាយអញ្ចឹងបងអូនហូបបាយច្រើនជាងម្ហូបអញ្ចឹងហើយម្ហូបមិនសូវចុះទេភាសាទលៀមទលាប់ពីដើមមកហើយហូបម្ហូបតិចបាយច្រើនអញ្ចឹងបងអូនបើយើងហូបម្ហូបច្រើនយើងក៏ចំណាយម្ហូបរៀងច្រើនដែរអញ្ចឹងហើយយើងត្រូវតែមករកស៊ីនំពេញតយើងរិះតាមតិចបងអូនអើយហើយយើងចាយអត់ត្បិតត្បៀងប្រកាសជាមួយខែអត់សល់លុយហើយអញ្ចឹងបានថាបងអូនអើយពេលខ្លះមានថ្ងៃឆ្ងាញ់ពេលខ្លះមានថ្ងៃអត់ឆ្ងាញ់យើងមិនអាចឆ្ងាញ់រាល់ថ្ងៃបានទេចាដោយសារតែយើងលទ្ធភាពយើងមានដែនកំណត់អញ្ចឹងបងអូនអញ្ចឹងមិនថាខំត្បិតត្បៀតខំសំខំរើឲ្យហើយទៅបងអូនអើយតខ្លួននៅក្មេងអញ្ចឹងដល់ពេលចាស់ទៅយើងមានទ្រព្យរបស់យើងស្រួលដែរដល់ពេលយើងចាស់ទៅយើងអត់មានអីសោះពិបាកដល់កូនថចៅអញ្ចឹងចិត្តតែខំរើទៅតខ្លួននៅក្មេងតមានកម្លាំងអញ្ចឹងបងអូនអើយអញ្ចឹងហើយយើងត្បិតត្បៀតខ្លះឆ្ងាញ់ខ្លះចាយខ្លះដើរលេងខ្លះអញ្ចឹងទៅលុយទុកខ្លះអញ្ចឹងលុយសផ្សេងលុយដើរលេងផ្សេងលុយចាយផ្សេងអញ្ចឹងបងអូនអើយត្រូវតែបែងចែកច្បាស់លាស់ถ้าមិនបែងចែកច្បាស់លាស់ប្រកាសជាមួយខែហ្នឹងគឺអត់ឃើញលុយសទេចាគឺអស់ហើយតែបងឥឡូវមកមើលសម្លនឹងខ្ញុំវិញចាដល់ណាដល់ណៃនេះគឺដល់ដៃគូហើយនឹងបងអូនអើយគឺតែរាយរាប់ប្រាប់នឹងជីវិតប្រចាំថ្ងៃប្រចាំខែរបស់ខ្ញុំដល់ពេលសឡនឹងដល់ណាដល់ណៃទេបងអូនអើយនឹងថាបងអូនមើលអត់តន់អីអាចខាមើលសារថ្មីបានចាឆាដៃគូរបស់ខ្ញុំមកបែបសាប់ទេចាប៉ុន្តែរសជាតិវិញខ្ញុំទំនិញថា10ឬ10ហ្មងបងអូនអើយឆ្ងាញ់ហើយមិនអ៊ុតខ្លួនឯងថាអានតែខ្លួនឯងស្លោថាឆ្ងាញ់ណាបងអូនឆ្ងាញ់មែនចានិយាយរួមសឡមួយមុខណាដែលខ្ញុំស្លោគឺហូបអស់ហ្មងមិនដែរថានៅសល់អីទេចឹងមិនថាឆ្ងាញ់ហើយតាំងពីស្ត្រីមានផ្ទះរយៈពេល3-4ឆ្នាំ7-5ឆ្នាំឥឡូវហើយបើថាមិនឆ្ងាញ់គឺចាំនិយាយហ្មងមែនអត់បងអូនឥឡូវមកមើលសណ្តែកគួរនេះខ្ញុំវិញបងអូននេះឆ្អិនល្មមមិនផុយពេកក៏មិនឆៅពេកដែរចាខ្ញុំយកបែបឈប់បែបឆ្អិនអញ្ចឹងណាបងអូនមិនអោយអាលួយពេកទេហើយសណ្តែកគួរនឹងដែរគឺយើងឆាតែអាលួយពេកហ្នឹងគឺលែងឆ្ងាញ់តែម្ដងចាហើយមុខម្ហូបឆាសណ្តែកគួរសាច់ជ្រូកហ្នឹងខ្ញុំជឿថាបងក៏ចេះហើយតែនឹងខ្ញុំគ្រាន់ថាចង់អោយបងមើលថារបៀបខ្ញុំឆាហ្នឹងគឺខ្ញុំឆាបែបអញ្ចឹងណាបងអូនមិនថាចង់មកបង្រៀនឲ្យបងចេះឆាសណ្តែកគួរអីបែបសាមញ្ញអញ្ចឹងទេចាជឿថាបងចេះហើយប៉ុន្តែសម្រាប់បងមួយចំនួនទូចដែលគាត់មិនតន់ចេះអញ្ចឹងគាត់ទៅមានគ្រូសាថ្មីថ្មោងដូចខ្ញុំពីមុនជាដើមអញ្ចឹងហើយបងអាចមើលឲ្យធ្វើតាមខ្ញុំហ្នឹងក៏ឆ្ងាញ់ដែរតែសម្រាប់បងដាក់គ្រឿងយ៉ាងម៉េចខុសគ្នាពីខ្ញុំទៀតអត់ដឹងថាយ៉ាងម៉េចទេបងអូនប៉ុន្តែឆាបែបខ្ញុំហ្នឹងឆ្ងាញ់ម្ល៉េះនិយាយរួមជាតិតែហើយមុខម្ហូបឆាសណ្តែកគួរសាច់ជ្រូកហ្នឹងជាមុខម្ហូបដែលគ្រូសាខ្ញុំចូលចិត្តហើយក៏ខ្ញុំចូលចិត្តផងដែរចាអញ្ចឹងបានថាមុខម្ហូបថ្ងៃនេះគឺចិត្តដូចគ្នាអញ្ចឹងបងអូនអញ្ចឹងថាមានថ្ងៃណាចិត្តដូចគ្នាខ្លះមានថ្ងៃណាចិត្តអត់ដូចគ្នាខ្លះអញ្ចឹងហើយវាមិនទៀងទេហើយវីដេអូអូនក៏មានប៉ុណ្្នឹងដែរបងបាយបាយ